សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានលីឆៅ6កំប៉ុងមានលីហាលខ្លាំងពេកហើយអត់សូវហ៊ានទិញគេដោយសារតែខ្លាចគេធ្វើអត់អនាម័យហើយណាមួយគេហាលគេជិះតាមផ្លូវឬមួយក៏ដាក់តាំងនៅមុខផ្ទះមុខអីចឹងទៅខ្យល់មកដីហុយប្រឡាក់សបកលីសប្រឡាក់អីទៅជាតិដោយសារដីហុយនឹងឯងមុំតបានលីហូបមិនងាយទេណាបងប្អូនផ្ញើគេទិញពីកំពង់ចាមផ្ញើមកទៀតអញ្ចឹងមុំតបានឲ្យមកអង្គុយយកអត់ទូចទុកបន្លាយអាធំនោះទូចឆាល្ងាចអាទូចនេះខ្ញុំយកមកហាលចឹងទៅតាំងពីបងប្អូនមកមិនមែនថាអត់ធ្លាប់ហូបសោះទេធ្លាប់តែចំនួនតិចបំផុត2 3គ្រាប់អីហ្នឹងដោយខ្ញុំបានបើកសភៅវៀតណាមរបស់ទារੂអសភៅថែទាំសុខភាពវៀតណាមនិងទារੂអខ្ញុំបើកទៅឃើញថាគេរីកមិនឲ្យយើងហូបលីសបានប៉ុន្តែកុំឲ្យហូបលឹកចំនួនណាតិចតួចចឹងទៅណាយើងហូបតាមតិចតួចទៅកុំហូបច្រើនពេកព្រោះខ្លាចប៉ះពាល់ដល់អូនក្នុងពោះហើយជាពិសេសកុំធ្វើហឹលពេកយើងដាក់តែល្មមបានហើយបើយើងចង់ហឹលដាក់តែតិចបានហើយភាគរយតិចបានហើយថាបើអត់ហឹលហ្មងគឺកាន់តែល្អព្រោះអីធម្មតាយើងញ៉ាំហឹលគឺធ្វើឲ្យយើងឈឺកាពះឬមួយក៏ប៉ះពាល់អូនក្នុងពោះដូចគ្នាយើងដឹងស្រាប់ហើយថាក្នុងលៀសក៏មិនសូវល្អប្រហែលទេតែគ្រាន់ថាវាមានបាក់តេរីនៅក្នុងហ្នឹងសត្វល្អិតអីក្នុងហ្នឹងយើងមើលអត់ឃើញទេតែមុននឹងធ្វើបងប្អូនយកទៅសោះសិនទៅបើសម្រាប់ខ្ញុំគឺអត់ចង់សោះទេពេលសោះទៅអត់ឆ្ងាញ់លៀសហាលសោះអត់ឆ្ងាញ់តែខ្ញុំសុខចិត្តធ្វើអាទូយកមកធ្វើដើម្បីឲ្យវាឆាប់ឆ្អិនល្អពេលត្រូវថ្ងៃប្រឡាក់លៀសហ្នឹងក៏អត់មានអីពិបាកដែរមើលតែក្នុងវីដេអូហ្នឹងទៅបងប្អូនដែលខ្ញុំយកលៀសទូហ្នឹងយកមកប្រឡាក់ដោយសារឲ្យវាឆាប់ត្រូវថ្ងៃឲ្យឆ្អិនណាដោយសារខ្ញុំអត់យកលៀសហ្នឹងទៅសោះទេហើយលៀសខ្ញុំយកមកហាលហ្នឹងប្រហែលជា2កំប៉ុងដោយសារតែអ្នកតែខ្ញុំអត់មានអ្នកគេហូបទេគេទៅចកាអស់ហើយអញ្ចឹងមានតែខ្ញុំម្នាក់ឯងទេហើយនេះហើយប្រឡាក់ហើយយកមកដាក់ហាលប៉ុន្តែមេឃអត់បើកថ្ងៃសោះបើកដែរតែបើកតិចតួចបំផុតដល់ពេលអញ្ចឹងទៅដឹងហាលឆ្អិនឬអត់ទេវីដេអូអត់មានអីច្រើនទេមានតែប៉ុណ្្នឹងទេបងប្អូនអរគុណបាយបាយជម្រាបលា